បងប្អូនអរគ្នានេះគឺជាអាកំបាំងរបស់រថយន្ត Kia ហើយអ្វីបានជា Kia ស៊េរីថ្មីឥឡូវនេះគឺរូបរាងស្តៀងជាមួយនឹង Audi ឬក៏ BMW ម្លេះដោយសារតែពីក្រោយខ្នងនៃរឿងរ៉ាវទាំងអស់នេះគឺកើតចេញពីអនុប្រធានរបស់ក្រុមហ៊ុន Audi ដែលគាត់ទទួលបន្ទុកផ្នែករចនា design គាត់បាន resign ពី Audi ក៏ដូចជា BMW សហការគ្នាមកធ្វើការនៅប្រទេសកូរ៉េខាងត្បូងតែម្ដងគឺដោយធ្វើការជាមួយនឹងក្រុមហ៊ុន Kia ដែលផលិតបានជាមួយនឹងទម្រង់រូបរាងរថយន្ត Kia ជាច្រើនដែលមានទម្រង់ហាក់បីដូចជារថយន្តអឺរ៉ុបអញ្ចឹងក៏ប៉ុន្តែតាមពិតរថយន្តទាំងអស់នេះគឺផលិតឡើងនិង design ឡើងនៅប្រទេសកូរ៉េតែម្ដងថ្ងៃនេះខ្ញុំនឹងលើកបង្ហាញជូនបងប្អូនទាំងអស់គ្នាអំពីចំណុចពិសេសជាច្រើនអំពីការ design រថយន្ត Kia Carnival ហើយរថយន្តដែលខ្ញុំលើកយកមកបង្ហាញជូនបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមួយនេះគឺរថយន្ត Kia Carnival ស៊េរីឆ្នាំ2021តែម្ដងបាទបងប្អូនទាំងអស់គ្នាចំពោះទម្រង់នៃការ design បណ្ណាមុខរបស់រថយន្តនេះតែម្ដងគឺទម្រង់តាមប្រភេទសត្វខ្លាបងប្អូនមើលទៅគឺវាប្រៀបដូចជាច្រមុះខ្លាអញ្ចឹងកាលដែលវិស្វករនៅក្នុងការ design រថយន្ត Kia នេះគឺគាត់បានគិតថាពេលដែលគាត់ត្រឡប់មកធ្វើការនៅក្រុមហ៊ុន Kia គឺគាត់មកពី BMW ផងហើយមួយក្រុមទៀតមកពីក្រុមហ៊ុន Audi ផងគាត់គិតថា Kia គួរតែមានជាមួយនឹង signature មួយសម្រាប់ខ្លួនឯងមិនចេះតែ design មូលតាមគេជ្រុងតាមគេគួរតែមាន signature អញ្ចឹងបានរថយន្ត Kia ចំនួនក្រោយមកគឺពាក់ព័ន្ធជាមួយនឹងមិនថាបណ្ណាមុខទេគឺជា signature របស់ខ្លួនឯងផ្ទាល់តែម្ដងបងប្អូនមើល grill មុខនេះណាមានជាមួយនឹងក្រោមបែបភ្លឺហើយក៏មានជាមួយនឹងលក្ខណៈថាបែប dynamic តិចមើលទៅគឺលក្ខណៈថាទម្រង់បែបមកគឺស្រៈកន្លះគ្នាតែម្ដងក៏ប៉ុន្តែនៅពេលដែលយើងមើលទម្រង់ពេញតែម្ដងគឺវាប្រៀបដូចជាច្រមុះសត្វខ្លាអញ្ចឹងបងប្អូនទាំងគ្នាហើយក៏មានជាមួយនឹងភ្លើងនៅកន្លែងនេះទៀតណាអញ្ចឹងទម្រង់រូបរាងរថយន្ត Kia Carnival នេះតែម្ដងគឺយកទម្រង់ទៅតាមសត្វខ្លាតែម្ដងបាទបើនិយាយអំពីស្តុបខាងក្រោយវិញគឺ Kia ធ្វើបានល្អខ្លាំងមែនទែនដោយសារតែស្តុបនេះគឺវិស្វករគេ design មកគឺលក្ខណៈថាស្តុបបែបអនាគតតែម្ដងគឺភ្ជាប់គ្នាមកឡាញយកតែម្ដងបងប្អូននៅពេលដែលយើងជិះពីក្រោយវិញគឺធ្វើឲ្យអ្នកដែលជិះពីក្រោយហ្នឹងគឺបានឃើញរថយន្តនេះយ៉ាងច្បាស់មិនសពេចសពិលថាឆ្វេងឬក៏ស្ដាំទេគឺមានភ្លើងមកបន្ទាត់ពេញតែម្ដងហើយខាងក្រោមនេះពេលដែលយើងសញ្ញួរឬក៏អីចឹងគឺក៏មានភ្លើងដែរជាធម្មតារថយន្តមិនសូវណាគេគិតគូរទៅបំពាក់ខាងក្រោមមានភ្លើងអីទេក៏ប៉ុន្តែរថយន្តនេះគឺបំពាក់មកចប់ហ្មងបងប្អូនអរគ្នាហើយគូតក្រោយនេះគឺយើងអាចបើកអូតូដាក់អីវ៉ាន់បានច្រើនបន្ថែមទៀតនិយាយទៅថាឡានមួយនេះបើសិនជាយើងគុជគុណយ៉ាងណាក៏ដោយក៏វានៅតែខាងមុខខាងក្រោយសមរូបសមរាងហើយវិស្វករនៃការ design ក៏ចំណាយលុយមិនតិចដែរនៅក្នុងការ design concept រថយន្ត Kia ចំនួនទី4នេះបាទចំពោះម៉ាស៊ីនរបស់វាគឺដំណើរការដោយម៉ាស៊ីនម៉ាស៊ូតដែលមានរហូតដល់4ពីស្តុងបងប្អូនអរគ្នា4ពីស្តុងម៉ាស៊ូតនេះបើសិនជាយើងបូកមៀតបញ្ចូលគ្នាគឺបានរហូតដល់ 2.2 លីត្រឯណោះប៉ុន្តែជំនួយខ្យល់ដោយប្រព័ន្ធ turbo ឯណោះបងប្អូនអរគ្នាដែលអាចបង្កើតបានកម្លាំងសេះរហូតដល់199 HP ឯណោះដែលគេសន្មតថាកម្លាំងរមូលរបស់វាគឺរហូតដល់440 Newton meters ឯណោះបងប្អូនទាំងអស់គ្នានៅពីលើម៉ាស៊ីនតែម្ដងគឺគេបានដាក់អក្សរយ៉ាងច្បាស់ថា Smart Stream Smart Stream គឺជាបច្ចេកទេសរបស់អាល្លឺម៉ង់មួយដែលបង្កើននៅគេហៅថាកម្លាំងខ្យល់នឹងឲ្យវាសន្ទុះកាន់តែខ្លាំងដែលតាមពិតទៅវាគឺជាគេហៅថា intercooler មួយនៅពេលដែលខ្យល់ក្តៅចូលមកគឺវានឹងព្រមត្រជាក់ហើយដើម្បីវាចូលទៅឆេះនៅក្នុងម៉ាស៊ីននេះវិញដើម្បីបង្កើននៅកម្លាំងសេះរបស់ម៉ាស៊ីននេះគឺកាន់តែខ្លាំងកាន់តែរត់កាន់តែខ្លាំងបងប្អូនអរគ្នាហើយម៉ាស៊ីនមួយនេះបងប្អូនអរគ្នាធ្វើទៅតែបងប្អូនអរគ្នាឃើញថាឡាននេះគឺជាបច្ចេកវិទ្យាប្រើប្រាស់ជាមួយនឹងប្រេងម៉ាស៊ូតមែនក៏ប៉ុន្តែឆេះស្ងាត់ល្អមែនទែនដោយសារតែវាមានប្រព័ន្ធកម្ដៅប្រេងតែម្ដងហើយវាប្រើប្រាស់ជាមួយនឹងប្រភេទប៉ាំតែម្ដងប៉ាំនេះគឺវាធ្វើឲ្យកម្លាំងម៉ាស៊ូតរបស់វាគឺឆេះខ្លាំងមែនទែនដែលប៊ិចរបស់វាទាំងអស់គឺប្រើប្រាស់ជាមួយនឹងប្រភេទគេហៅថាប៊ិចភ្លើងតែម្ដងដែលជួយជំនួយខ្លាំងមែនទែនប្រិមិត្ត Camcar ទាំងអស់គ្នាដើម្បីបានវីដេអូនេះមួយគឺក្រុមការងារ Camcar ខំប្រឹងស្វះស្វែងនៅក្នុងការស្វែងរកព័ត៌មានជាច្រើនដូច្នេះហើយបងប្អូនអរគ្នាកុំភ្លេចជួយចុច like ហើយនិង share វីដេអូនេះផងហើយ comment អ្វីដែលជាសំណូមពរក្រុមការងារនឹងធ្វើការអានដើម្បីបញ្ចេញវីដេអូបន្តទៀតជូនបងប្អូនទាំងអស់គ្នាមកដល់ចំណុចនេះបើសិនជាយើងនិយាយអំពីគ្រឿងក្រោមគឺរថយន្ត Kia Carnival គឺបានបំពាក់គ្រឿងពិសេសជាច្រើនដូចជា Hydro Bus គឺជាការបឺតរំញ័រពីតួរថយន្តផ្ទាល់តែម្ដងនៅពេលដែលយើងធ្វើដំណើរផ្លូវឆ្ងាយឬក៏យើងជិះទៅតួរថយន្តវែងយើងជិះទៅមានអារម្មណ៍
មណ៍ថាហាក់បីដូចជាញ័រឬក៏ប្រព័ន្ធគ្រឿងក្រមលាន់ដូច្នេះហើយវាក៏បានបំពាក់ជាមួយនឹងប្រភេទ Hydrobus នេះដើម្បីស្រូបយករំញ័រហើយបើនិយាយអំពីប្រព័ន្ធគ្រឿងក្រមរបស់វាគឺជាប្រព័ន្ធគ្រឿងក្រមមួយដែលល្អបំផុតមែនទែនគឺជាប្រព័ន្ធគ្រឿងក្រមស្លាបបញ្ជាមុខក្រោយតែម្ដងដោយស្លាបបញ្ជាមុខក្រោយនេះគឺមិនដូចគ្នាទេបងប្អូនទាំងអស់គ្នាដោយសារតែខាងស្លាបបញ្ជាមុខរបស់វាគឺបញ្ឈរត្រង់ខាងក្រោយគឺបញ្ឈរផ្ដេកដោយសារតែវាលក្ខណៈថាបញ្ឈរផ្ដេកហ្នឹងគឺវាធ្វើឲ្យប្រព័ន្ធនៃការយល់ខាងក្រោយវិញគឺមិនធ្វើឲ្យយើងរៀងលាក់ខ្លាំងទេទោះបីជាយើងជិះក្នុងគ្នាច្រើនក៏ដោយក៏វាអាចទប់លំនឹងបានដែរហើយដោយឡែកប្រភេទបូមរបស់រថយន្ត Kia នេះគឺប្រើប្រាស់ជាមួយនឹងប្រភេទ hydraulic ដែលជាប្រភេទបូមប្រេងដែលធ្វើឲ្យកាន់តែដឹកកាន់តែធ្ងន់គឺបូមកាន់តែរឹងល្អនេះជាចំណុចមួយដែល Kia គឺស័ក្តិសមខ្លាំងមែនទែនសម្រាប់ការជិះជាលក្ខណៈគ្រួសារក៏ដូចជាជិះប្រចាំថ្ងៃនៅក្នុងការប្រើប្រាស់នៅក្នុងជីវភាពផ្ទាល់តែម្ដងដោយឡែកយើងនិយាយអំពីការចំណាយប្រើប្រាស់វិញ100គីឡូយើងចំណាយប្រេងម៉ាស៊ុតចន្លោះពី8ទៅ 8.5 លីត្រឯណោះហើយបងប្អូនទាំងអស់គ្នាបើនិយាយថាឡាននេះគឺជាឡានមួយដែលគេចាត់ទុកថាជាឡានមួយធន់មិនសូវរោរឿងច្រើនហើយចំពោះការផ្លាស់ប្ដូរប្រេងម៉ាស៊ីនឬក៏ការថែទាំចំណាយចន្លោះពីប្រហែលជា$70ទៅ$140បូករួមទាំងការផ្លាស់ប្ដូរតម្រងប្រេងផងដែរចំណុចទាំងអស់នេះគឺវាមិនមានចំណុចអីដែលគួរឲ្យខ្លាចបារម្ភចំពោះគ្រឿងបន្លាស់ទេដោយសារតែឡាននេះវាមានទាំងគ្រឿងកាប់សាច់ក៏ដូចជាគ្រឿងថ្មីដែរហើយបើនិយាយពីថានៅក្នុងប្រទេសកម្ពុជាវិញគឺសម្បូរខ្លាំងមែនទែនរថយន្តនេះត្រូវបានគេ design ឡើងដោយមានប្រវែងរាងវែងគឺរហូតដល់ 5.15 ម៉ែត្រហើយទទឹងវិញគឺ 1.99 ម៉ែត្រដែលគេសន្មតថាប្រហែលជា2ម៉ែត្រកម្ពស់ផុតពីដីវិញរហូតដល់ខាងដំបូលលើគឺរហូតដល់ 1.7 ម៉ែត្រប្រវែងពីអាកកង់មុខទៅកង់ក្រោយគឺ 3.09 ម៉ែត្រឯណោះដែលគេហៅថា3ម៉ែត្រចុច09បងប្អូនអរគ្នាហើយកម្ពស់ផុតពីដីដែលគេហៅថា ground clearance គឺត្រឹមតែ0.17 ម៉ែត្រឬក៏គេអាចបំបែកខ្នាតទៅជា17សង់ទីម៉ែត្រផ្ទាល់តែម្ដងនិយាយថាបើកបរគ្រប់ស្ថានភាពផ្លូវនៅក្នុងប្រទេសកម្ពុជារថយន្តនេះធ្វើឲ្យតែបងប្អូនអរគ្នាឃើញធំតែពិតមែនក៏ប៉ុន្តែទម្ងន់សរុបគឺត្រឹមតែ2100គីឡូទេដែលគេហៅថា 2.1 តោនហើយបើនិយាយអំពីការដឹកទម្ងន់សរុបគឺបានរហូតដល់ 2.8 តោនឯណោះបងប្អូនអរគ្នាដែលទម្ងន់2800គីឡូនេះគឺវាស័ក្តិសមដែលយើងអាចជិះថា 5-6 នាក់ហើយមានអីវ៉ាន់គឺល្មមតែម្ដងបាទចំណុចនេះគឺជាចំណុចពាក់ព័ន្ធជាមួយនឹងសុវត្ថិភាពបើតាមក្រុមការងារ NCAP គឺគេបានឲ្យកម្រិតនៃការសុវត្ថិភាពរបស់រថយន្តនេះគឺរហូតដល់កម្រិតផ្កាយ5ឯណោះដែលគេអាចសន្មតថាកម្រិតដែករបស់វាក៏រឹងមាំហើយពាក់ព័ន្ធជាមួយនឹងពងសុវត្ថិភាពរបស់វាគឺរហូតដល់7គ្រាប់ហើយពាក់ព័ន្ធជាមួយនឹងប្រព័ន្ធជំនួយនៅក្នុងការបើកបរគឺទទួលបានពិន្ទុល្អមិនថា Frank Auto ឬក៏ Sensor ទេដូច្នេះហើយរថយន្តនេះគឺកម្រិតនៃការបុកប៉ះគឺទទួលបានពិន្ទុខ្ពស់រហូតដល់ផ្កាយ5ដែលជាពិន្ទុខ្ពស់ជាងគេបំផុតនៅក្នុងដែលគេចាត់ទុកថាជាពិន្ទុល្អបងប្អូនអរគ្នាបងប្អូនទាំងអស់គ្នាគណៈពេលនេះគឺខ្ញុំកំពុងតែបើកសាកដោយផ្ទាល់តែម្ដងជាមួយនឹងរថយន្ត Kia Carnival នេះហើយយកបទពិសោធន៍ដើម្បីប្រាប់បងប្អូនទាំងអស់គ្នាចំណុចទី1ដែលខ្ញុំចាប់អារម្មណ៍ជាមួយនឹងរថយន្តនេះគឺពាក់ព័ន្ធជាមួយនឹងចង្កូតបងប្អូនទាំងអស់គ្នាចង្កូតរបស់ឡាននេះគឺពេលដែលយើងបើកគឺទន់ស្រួលមែនទែនហើយនៅពេលដែលយើងត្រូវការបត់ត្រឡប់ក្រោយឬបត់ចូលចំណោតណាគឺបត់លឿនមែនទែនធ្វើឲ្យតែរថយន្តនេះមានប្រវែងវែងរហូតដល់ជាង5ម៉ែត្រក៏ប៉ុន្តែនៅពេលដែលយើងបត់ត្រឡប់ក្រោយគឺស្រួលខ្លាំងមែនទែនចំណុចមួយទៀតបងប្អូនទាំងអស់គ្នាម៉ាស៊ីនរបស់វាត្រឹមតែ 2.2 ទេហើយដំណើរការដោយម៉ាស៊ូតទេក៏ប៉ុន្តែនៅពេលដែលយើងជន់គឺស្ទុះល្អមែនទែនដោយសារតែវាមានជាមួយនឹង Sport Mode ដើម្បីជំនួយឲ្យយើងចង់ឡើងវ៉ាជែងហើយមិនតែប៉ុណ្ណោះប្រអប់លេខរបស់វា8វគ្គគឺជួយឲ្យការផ្លាស់ប្ដូរពីលេខ1ទៅលេខ1គឺលឿនល្អមែនទែនដោយឡែកបើសិនជាយើងចង់វ៉ាជែងម៉ាស៊ីនប៉ុណ្្នឹងហើយមាន Sport Mode ជួយហើយមាន Turbo ជួយប៉ុណ្្នឹងហើយរត់ឡើងមិនរួចទៀតបងប្អូនអរគ្នាក៏អាចថែមជាមួយនឹង pedal shift ដែលនៅនឹងកចង្កូតតែម្ដងប្រៀបដូចជាប្រភេទ Land Sport Ferrari ឬ Lamborghini ដែលគេថែមថយលេខគឺយើងអាចថែមថយលេខនៅនឹងបានហើយ Sport Mode នេះគឺជួយយើងបានច្រើនមែនទែនអូខេឥឡូវខ្ញុំរាយរាប់ពីខាងឆ្វេងដៃរហូតដល់ខាងស្ដាំដៃរបស់ខ្ញុំដើម្បីជូនបងប្អូនអរគ្នាទស្សនាថាតើរថយន្តនេះមាន option អីគេខ្លះបើនៅកន្លែងទ្វារនេះបងប្អូនអរគ្នាគឺវាមានជាមួយនឹង memory seat វាមានជាមួយនឹងតម្លើងកញ្ចក់ unlock free ហើយកន្លែងនេះវិញគឺវាមានជាមួយនឹងគេហៅថាជួយគំនូសពេលដែលយើងបើកបរធ្លាក់គំនូសអីគឺវារំលឹករបស់យើងគឺវាមានជាមួយនឹង option នឹងផងដែរហើយក៏វាមានជាមួយនឹង option កាមេរ៉ានិយាយទៅគឺឡានមួយនេះគឺ option មានប្រហែលគឺ full ពេញតែម្ដងដោយឡែកបងប្អូនអរគ្នាចំពោះអេក្រង់របស់វាខាងមុខនេះកុងទ័រហ្មងគឺជាអេក្រង់ digital បងប្អូនអរគ្នា digital ដែលបង្ហាញព័ត៌មានច្បាស់បែបលក្ខណៈថា graphic មកហ្មងណាហើយដោយឡែកខាងនេះវិញគឺប្រព័ន្ធកំសាន្តអេក្រង់កំសាន្តសម្រាប់យើងចាក់តន្ត្រីឬក៏យើងមើលពីព័ត៌មានរបស់ឡានហ្នឹងក៏ជាប្រភេទ digital ដែរភ្ជាប់គ្នាហ្មងបងប្អូនអរគ្នាមើលទៅអ្នកដែលធ្លាប់ប្រើ Mercedes ឬក៏អីគឺយល់ហើយបងប្អូនអរគ្នាហើយពាក់ព័ន្ធនឹងដៃចង្កូតនេះវិញគឺវាមានជាមួយនឹងព័ត៌មានជាច្រើនដែលមានជាមួយនឹងចង្កូតមានជាមួយនឹង radar មានជាមួយនឹងការស្លាប់កុងទ័រ
ហើយក៏មានជាមួយនឹង voice comment តម្លើងសលេងគឺយើងអាចប្រើជាកូននេះតែម្ដងនិយាយទៅគឺ option ច្រើនមែនទែនហើយខាងនេះវិញម៉ាស៊ីនត្រជាក់បងប្អូនអ្នកនេះអាចសេរីបានហើយសេរីហើយវាមានជាមួយនឹងអេក្រង់ទូចមួយទៀត digital ដែលយើងអាចដឹងថាតើគេហៅថាប្រភេទខ្យល់ដែលយើងបើកហ្នឹងកម្រិតណាកម្រិតភាពត្រជាក់របស់យើងប៉ុណ្ណាហើយមានជាមួយនឹងសាកថ្ម wireless មានជាមួយនឹងដូច USB សម្រាប់យើងសាកថ្មទូរស័ព្ទទៀតចាំបងប្អូនអ្នកនេះពេលដែលយើងប្រើទូរស័ព្ទយើងចង់សាកថ្មដាក់កន្លែងមកសាកថ្មយកហ្មងដោយឡែកចង្កឹះលេខបងប្អូនអ្នកនេះ design មកគឺដូចកែវចរណៃអញ្ចឹងបងប្អូនអ្នកនេះស្អាតខ្លាំងមែនទែនគ្រាន់តែយើងចុចមកខាងស្ដាំ D ចុចមកកណ្ដាល N ចុចមកខាងឆ្វេង A តែម្ដងហើយដោយឡែកចុចចំកណ្ដាលយកតែម្ដងគឺ P តែម្ដងគឺ parking option ទាំង3នេះគឺសំខាន់ខ្លាំងមែនទែននៅបន្ទាប់ពីចង្កឹះលេខ option នៅខាងស្ដាំដៃបំផុតរបស់ខ្ញុំនេះគឺជា option auto hold on ពេលដែលយើងជិះក្នុងទីក្រុងយើងឈប់ stop យើងជន់តែហ្វ្រាំងមួយមកយើងជន់ឲ្យរៀងខ្លាំងតិចណាយើងដកជើងចេញមកវិញមកគឺវានឹងធ្វើការឈប់ដោយយើងមិនបាច់បដូរវាទៅ N ឬក៏ P ទេហើយនៅពេលដែលផ្លូវចាប់ផ្ដើមចរាចរណ៍មកវិញយើងចាប់ផ្ដើមជន់ហ្គាមកវានឹងទៅមុខអូតូតែម្ដងចំណុចនេះមួយគឺធូរខ្លួនមែនទែនសម្រាប់អ្នកដែលជិះក្នុងទីក្រុងណាហើយដោយឡែកវាមានជាមួយនឹងហ្វ្រាំងដៃរបស់វាគឺជាប្រភេទហ្វ្រាំងដៃភ្លើងហើយក៏ដូចជា dry mood ផងដែរហើយខាងនេះវិញគឺ option តែម្ដងហើយខ្ញុំកំពុងតែជិះនៅគណៈពេលនេះដែលខ្ញុំកំពុងបើកបរគឺប្រហែលជាម៉ោង3ជិតម៉ោង4ម៉ោងនេះគឺក្តៅខ្លាំងមែនទែនរដូវជិតចូលឆ្នាំនេះគឺក្តៅខ្លាំងមែនទែនដោយឡែករថយន្តនេះមានជាមួយនឹងកៅអីត្រជាក់ក្តៅទៀតអញ្ចឹងយើងបើកកៅអីត្រជាក់មកត្រជាក់ស្រួលខ្លួនមែនទែនហើយរៀងល្ងឹតតិចចង់បានពន្លឺបែបធម្មជាតិមេឃសតុំបើកដបូលបានព្រោះដោយសារតែដបូលរថយន្តនេះគឺដបូលបើក2កណាត់បងប្អូនអរគ្នាខាងមុខហើយនៅកណ្ដាលទៀតបងប្អូនអរគ្នាអញ្ចឹងជាចំណុចមួយដែលខ្ញុំគិតថារថយន្តនេះមានអីបងប្អូនអរគ្នាតម្លៃតែ$30000ជាងនេះបងប្អូនអរគ្នាហើយបើសិនជាយើងចង់បង់រំលោះអីគឺចូលរួមត្រឹមតែ$10000ជាងអាចយកឡាននេះទៅប្រើបានជាលក្ខណៈគ្រួសារដោយឡែកខ្ញុំនិយាយពីភាពទំនើបខាងក្នុងនៃភាពទូលំទូលាយរបស់រថយន្តនេះសម្រាប់បងប្អូនទាំងអស់គ្នាដែលមានតម្រូវការធ្វើដំណើរទៅលេងចូលឆ្នាំខ្មែរឬក៏យកមកវាមកប្រើការនៅក្នុងជាលក្ខណៈគ្រួសារបងប្អូនអរគ្នា100គីឡូចំណាយត្រឹមតែ7ទៅ8លីត្រមួយសុទ្ធទេបងប្អូនអរគ្នាហើយដោយឡែកខាងក្រោយនេះបងប្អូនអរគ្នាអាចជិះជាលក្ខណៈគ្រួសារទៅលាយបានក្មេងៗអាចអង្គុយខាងក្រោយបានចាស់ក៏អាចចូលរួមមួយយើងបានហើយដាក់អីវ៉ាន់ក៏បានច្រើនទៀតបើយើងនិយាយទៅថាឡាននេះគឺពិតជាឡានមួយដែលស័ក្តិសមមែនទែនសម្រាប់ជួយសេដ្ឋកិច្ចរបស់យើងខ្លាំងមែនទែនដោយឡែករថយន្តនេះបើសិនជាយើងចំណាយនៅក្នុងការថែទាំវិញគឺចន្លោះពី$70ទៅ$120លើការដូរប្រេងម៉ាស៊ីនឬក៏ការថែទាំផ្សេងៗហើយចំពោះការជួសជុលវិញបងប្អូនអរគ្នាអត់ខ្វះគ្រឿងបន្លាស់ទេថ្មីតែគ្រឿងវាទំនើបដូចឡានប្រភេទអឺរ៉ុបក៏ប៉ុន្តែបើនិយាយអំពីគ្រឿងវិញគឺមិនខ្វះទេចង់បងប្អូនអរគ្នាកន្លែងណាក៏មានដែរហើយគ្រឿងរបស់វាមានពីរប្រភេទទៀតមានទាំងមួយទឹកមានទាំងថ្មីអញ្ចឹងបងប្អូនអរគ្នាងាយស្រួលនៅក្នុងការរកគ្រឿងនៅក្នុងការផ្លាស់ប្ដូរឡាននេះខ្លាំងមែនទែនហើយមួយទៀតពីខ្ញុំផ្ទាល់សម្រាប់ rate រថយន្តនេះគឺជាអ្វីដែលបងប្អូនអរគ្នាចង់ដឹងថានៅពេលដែល Kemcar review គឺតែងតែមាន rate ឲ្យរថយន្តនីមួយៗហើយ rate មួយនេះគឺបើនិយាយថាអ្នក review នៅស្រុកខ្មែរគឺខ្ញុំតែម្ដងគឺ Kemcar គឺមានអានឹងជាឯករាជ្យតែម្ដងសម្រាប់រថយន្តនេះផ្ទាល់តែម្ដងគឺខ្ញុំឲ្យ rate 5 លើ 5បងប្អូនអរគ្នាគឺផ្កាយ5ពេញតែម្ដងដោយសារទី1សោភ័ណភាពនៅក្នុងការ design ស្អាតរូបរាងទទួលយកបានតម្លៃសមរម្យគ្រឿងបន្លាស់សម្បូរភាពទំនើបយើងអាចទទួលយកបានហើយបើនិយាយអំពីពេលដែលលក់វិញក៏អត់សូវខាតដែរអញ្ចឹងយើងអាចថាសម្រាប់ឡានមួយនេះលក់វាអត់សូវខាតតែបើឡានទិញថ្មីពីក្រុមហ៊ុនអាហ្នឹងគឺខាតច្រើនពីព្រោះឡាននេះពេលដែលថ្មីវាគឺតម្លៃរៀង60ជាងចិត្តស្ដើងវាអាចប្រហាក់ប្រហែលហ្នឹងប៉ុន្តែបើឥឡូវនេះវិញគឺសល់តែ30000ជាងទេអញ្ចឹងវាពេលដែលឡានថ្មីប៉ុន្តែបើឥឡូវនេះគឺជាឡានមួយដែល rate ផ្កាយ5 លើ 5តែម្ដងអូខេបងប្អូនអរគ្នាឃើញទេខ្ញុំចុច hold on មួយមកបឹបមកខ្ញុំដកជើងចេញជាប់ស្លុបអញ្ចឹងខ្ញុំអាចនិយាយបានហើយអូខេអញ្ចឹងសម្រាប់ការធ្វើអត្ថបទពាក់ព័ន្ធនឹងរថយន្ត Kia Carnival នេះក៏ជាសំណូមពររបស់ប្រិយមិត្តយើងដែរអញ្ចឹងសម្រាប់ប្រិយមិត្តទាំងអស់គ្នាបងប្អូនអរគ្នាដែលគ្រប់គ្រង Kemcar បើសិនជាបងប្អូនអរគ្នាចង់ឲ្យខ្ញុំធ្វើបទបង្ហាញជាមួយនឹងរថយន្តផ្សេងទៀតបងប្អូនអរគ្នាអាច comment ខាងក្រោមហើយដោយ like សម្រាប់បងប្អូនទាំងអស់គ្នាដែលមានរថយន្តចង់ចែករំលែកក្តីស្រឡាញ់ទៅកាន់ប្រិយមិត្តរបស់ Kemcar ចង់ឲ្យខ្ញុំធ្វើបទបង្ហាញបងប្អូនទាំងអស់គ្នាក៏អាចតាក់ទងខ្ញុំតាមរយៈ Telegram របស់ខ្ញុំដើម្បីប្រាប់ពីភិនភាគរបស់រថយន្តរបស់បងប្អូនទាំងអស់គ្នាក៏ដូចជាខ្ញុំបញ្ចូលទៅក្នុង waiting list មានន័យថាដើម្បីឲ្យពេលដែលយើងដល់ schedule គឺយើងនឹងធ្វើការបន្ទាន់ដើម្បីយករថយន្តរបស់បងប្អូនទាំងអស់គ្នាមកថតបង្ហាញទុកគ្រាន់ជាចំណេះដឹងមួយផ្នែកដោយសារតែបងប្អូនទាំងអស់គ្នាអាចមើលវីដេអូ Kemcar បងប្អូនទាំងអស់គ្នាចេះប្រើប្រាស់រថយន្តបងប្អូនក៏យល់ដឹងអំពីរថយន្តមួយផ្នែកផងដែរ
សរុបជាចុងក្រោយមកវិញក្នុងនាមខ្ញុំជាអ្នក review ដែលមានបទពិសោធន៍ជាង9ឆ្នាំមកនេះខ្ញុំឃើញថារថយន្ត Kia Carnival គឺស័ក្តិសមបំផុតសម្រាប់អ្នកដែលប្រើប្រាស់ជាលក្ខណៈគ្រួសារហើយក៏ជាអ្នកដែលធ្វើដំណើរជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងហើយក៏មានគេហៅថាអេវ៉ាន់សម្រាប់ដឹកផងដែរហើយក៏ចូលចិត្តរថយន្តបែបទូលាយហើយមិនសូវខ្វល់ខ្វាយពីរូបរាងនៅក្នុងការ design ខ្ញុំគិតថារថយន្តមួយនេះគឺស័ក្តិសមបំផុតហើយចំពោះឡានដែលខ្ញុំធ្វើបទបង្ហាញនេះផងដែរគឺមានតម្លៃត្រឹមតែ$30,000ជាងទេហើយបើសិនជាបងប្អូនទាំងអស់គ្នាចង់ទិញរថយន្តនេះដោយផ្ទាល់ក៏ម្ចាស់គាត់លក់ដែរអញ្ចឹងបងប្អូនទាំងអស់គ្នាក៏អាចទិញដោយផ្ទាល់បានដែរហើយវីដេអូនេះផងដែរខ្ញុំពិតជាសូមអរគុណដល់សម្បកកង់ឡាន Mark Iron Head ដែលគាត់បានតែងតែគ្រប់គ្រងហើយសម្បកកង់ Iron Head គឺជាសម្បកកង់ដែលផលិតនៅក្នុងប្រទេសកម្ពុជាសម្រាប់នាំចេញទៅទីផ្សារប្រទេសកាណាដាក៏ដូចជាអឺរ៉ុបផងដែរហើយដោយឡែកសម្បកកង់នេះគឺជាសម្បកកង់មួយដែលស្តង់ដារខ្ពស់តែម្ដងបើធៀបជាមួយនឹងសម្បកកង់ Mark អឺរ៉ុបផ្សេងៗប៉ុន្តែបើធៀបជាមួយនឹងតម្លៃវិញគឺខុសគ្នាពាក់កណ្ដាលណោះជួយសន្សំសេដ្ឋកិច្ចរបស់បងប្អូនទាំងអស់គ្នាបានច្រើនអញ្ចឹងបងប្អូនទាំងអស់គ្នាបើចង់គ្រប់គ្រងផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជាកុំភ្លេចគ្រប់គ្រងជាមួយនឹងសម្បកកង់ Mark Iron Head ជាចុងក្រោយបំផុតនៃវីដេអូបងប្អូនទាំងអស់គ្នាចង់បានឲ្យខ្ញុំធ្វើបទបង្ហាញរថយន្តណាទៀតគ្រាន់មើលជាចំណេះដឹងក៏ដូចជាបទពិសោធន៍មុននឹងសម្រេចចិត្តទិញរថយន្តបងប្អូនទាំងអស់គ្នាអាចសនំពោនៅក្នុង comment ខាងក្រោមបានខ្ញុំនឹងចាំអាន comment របស់បងប្អូនទាំងអស់គ្នាអញ្ចឹងពីខ្ញុំទៅពិតជាអរគុណអ្នកទាំងអស់គ្នាកុំភ្លេច subscribe ជាមួយនឹង YouTube Kemkha Collection កុំភ្លេចចុច like ជាមួយនឹង page Kemkha Collection ក៏ដូចជា follow TikTok Kemkha Collection ផងដែរគោរពជូនពរបងប្អូនទាំងអស់គ្នាជូនពរស្រឡាញ់ឡានអីបានដូចបំណងបាយបាយ